ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបាសវ៉ាលីមួយទៀតហើយភ្លីបាសម៉ាក់ស្អីទេអ្នកខ្ញុំមកសូវជាអង់គ្លេសដែរហ្នឹងហើយអញមើលតាមនឹងបានសម្រាប់បាសនេះយកមកគឺវាឆេះអស់នេះវាឆេះអាបាតខាងក្រោមនេះគឺវាឆេះអស់លីងមកឃើញទេអានេះខ្ញុំជួសជុលរួចហើយដំណើរការរួចធម្មតាអស់ហើយវាឆេះខាងផ្នែកអាគុយក៏មិនតែម្ចាស់គេអត់ប្រើអាគុយទេអញ្ចឹងអានេះគឺយើងធ្វើតាមជាងមកដែរជាងយកមកឲ្យធ្វើដែរគឺគេធ្វើអត់ចេញឥឡូវយកមកដល់កន្លែងខ្ញុំគឺខ្ញុំជួសជុលចេញហើយអស់ហើយហ្នឹងហើយសម្រាប់ប្រការៈកំហុសរបស់វាគឺវាអត់លឺសំឡេងវាបាត់ភ្លើងនេះភ្លើង5វ៉ុលយើងតាមដានសមាវាមកវាមានភ្លើង5វ៉ុលចូលមកវិសេសលេងណានេះសម្រាប់ជាងអាចតាមដានមើលបានវាមានភ្លើង5វ៉ុលនេះសមាទូចនេះមានភ្លើង5វ៉ុលមកយើងតាមដានមកភ្លើង5វ៉ុលនេះវាចូលមកវិសេសលេងណាសេសលេងបើសិនជាវាអត់មានភ្លើងហ្នឹងក៏វាអត់លឺដែរភ្លើង5វ៉ុលមកសេហ្នឹងបើភ្លើង30វ៉ុលវាមានចូលមកធម្មតាក៏ប៉ុន្តែវាបាត់ភ្លើង5វ៉ុលមកច្រកដើម្បីបញ្ជាឲ្យសេសលេងដំណើរការបើវាបាត់ភ្លើងហ្នឹងក៏វាអត់លឺដែរនេះអារ៉ាកំហុសរបស់វាគឺវាបាត់ភ្លើង5វ៉ុលហ្នឹងនេះគឺវាខូចយ៉ូតនេះខូចយ៉ូតហ្នឹងយ៉ូតគៀនគេនេះយ៉ូតនេះខូចយ៉ូតហ្នឹងមកក្រមគឺវាបញ្ជារុញភ្លើង5វ៉ុលដើម្បីឲ្យទៅវិសេសម្លេងធ្វើការបើសិនជាវាបាត់ភ្លើងហ្នឹងក៏វាអត់លឺដែរហើយកន្លែងឆេះទៅនេះគឺខ្ញុំលាងសម្អាតជួសជុលឲ្យគេស្អាតអស់ហើយគេចង់ប្រើអាគុយក៏បានដែរក៏ប៉ុន្តែគេអត់ប្រើអាគុយទេគេប្រើភ្លើងដរិចទេណាគេប្រើភ្លើងដរិចបដ ដល់ជើងចាក់បដ ហ្នឹងអាការៈកំហុសវាមានតែប៉ុណ្្នឹងឯងគឺវាបាត់ភ្លើង5វ៉ុលជាមកឲ្យសេសលេងធ្វើការហ្នឹងហើយបើសិនជាវាអត់មានភ្លើង5វ៉ុលមកឲ្យសេសលេងធ្វើការក៏វាអត់លឺដែរភ្លើង5វ៉ុលទៅហ្នឹងជាងហើយមេចាំមើលផងភេទបាសសេរីអញ្ចឹងគឺថាវាអត់មានភ្លើង5វ៉ុលអីអាចធ្វើតាមនឹងបានហ្នឹងអរគុណច្រើនសម្រាប់តាមបានទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ